กูก็ยังมั่นหมายอับตกจัดใบชน้ำตีบ่มพักสายผิบย่นขนาดทมไปเลยประวัติศาสตร์อาณาจักรสกาวเตยได้กันย่ายามสิริปัจตบานเจรเจียตัวอังสำได้จมวยนังดาราไทยโลกเตยพงศกรสมพศจับจีเพลกาเฮยត្រូវការដំឡើង steam spa sauna អាងទឹកក្តៅទឹកត្រជាក់និងអាងទឹកគ្រប់ប្រភេទទំនាក់ទំនង Neptune ឥឡូវនេះ078 ការ៉េ543คุณสีเน่านำถุงวรรณกรรมភាពយន្តខ្នាតធំរឿងព្រះរួងបានប្រកាសចាក់បញ្ចាំងជាផ្លូវការហើយតាមរយៈការរៀបចំពិធីសម្ពោធនៅថ្ងៃទី23ខែមេសាឆ្នាំ2025ខណៈដែលកញ្ញាយ៉ែមសិរីពេជ្រក៏បានអញ្ជើញទៅចូលរួមដោយផ្ទាល់ផងដែរដើម្បីជួបជុំជាមួយនឹងតួសម្ដែងដទៃទៀតនៅឯប្រទេសថៃតាមរយៈខ្សែភាពយន្តខាងលើនេះប្រិយមិត្តមហាជនប្រកាសជាទទួលដឹងម្ដងរួចមកហើយថាស្រីស្រស់កញ្ញាយ៉ែមសិរីពេជ្រគឺជាតារាសម្ដែងប្រចាំប្រទេសកម្ពុជាមួយរូបដែលត្រូវបានផលិតករសម្រិតសម្រាំងជ្រើសរើសឲ្យសម្ដែងជាតួអង្គសំខាន់មួយប៉ះគ្នាជាមួយនឹងតារាប្រុសដ៏មានប្រជាប្រិយភាពលោកเต้ยพงศกรយ៉ាងភ្ញាក់ផ្អើលបន្ទាប់ពីក្រុងពាលាចេញថតកាលពីឆ្នាំ2022នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃសម្ពោធចាក់បញ្ចាំងកន្លងទៅនេះកញ្ញាយ៉ែមសិរីពេជ្របានឲ្យដឹងថានៅក្នុងរឿងព្រះរួងគឺនាងសម្ដែងជាតួអង្គព្រះនាងសុខរៈតំណាងនគរខ្មែរដែលត្រូវធ្វើដំណើរឆ្ពោះមកកាន់នគរសុខោទ័យចរិតតួអង្គខ្ញុំសម្ដែងជាព្រះនាងសុខរៈទៅនឹងរឿងសម័យបុរាណដែលមានភាពក្លាហានអង្អាចហើយខ្ញុំត្រូវមកពីនគររបស់ខ្ញុំមកនគរសុខាតីហើយពីសម័យខ្ញុំក៏មានស៊ីនសម័យបែបបច្ចុប្បន្នដែរប៉ុន្តែដូចជាមិនសូវជាមានច្រើនណាស់រឿងលើកទី1របស់ខ្ញុំអត់ដែលមកថតនៅខាងប្រទេសថៃយោងតាមការលើកឡើងនេះគេអាចសន្និដ្ឋានបានថាឈ្មោះព្រះនាងដែលយ៉ែមសិរីពេជ្រលើកឡើងគឺជាបុគ្គលសំខាន់ក្នុងប្រវត្តិសាស្ត្រនៃអាណាចក្រខ្មែរព្រះនាងសង្ឃរៈមហាទេវីជាព្រះរាជធីតារបស់ព្រះបាទជ័យវរ្ម័នទី7និងត្រូវជាព្រះអគ្គមហេសីរបស់ខុនផាមឿងសូមរំលឹកថារឿងព្រះរួងដែលផ្អែកលើប្រវត្តិសាស្ត្រនៃអាណាចក្រសុខោទ័យពីផលិតករភាពយន្តថៃបានដំណើរការថតតាំងពីឆ្នាំ2022មកម្លេះភាពយន្តនេះត្រូវបានផលិតឡើងជា2វគ្គមានសម័យបុរាណនិងសម័យបច្ចុប្បន្នយោងតាមការបង្ហាញចេញពី Page Major Group នាថ្ងៃទី23មេសាឆ្នាំ2025នេះខ្សែភាពយន្តរឿងព្រះរួងនឹងចាក់ផ្សាយលើផ្ទាំងសំពត់សនៃរោងភាពយន្តនៅថ្ងៃទី29ខែឧសភាខាងមុខនេះ